អស់ចាមែនកម្ពុជាប្រើដ្រូនអតិឃាតបានចំគោលដៅល្អណាស់ហើយលើនេះថៃកំពុងតែរៀបអាចគ្រប់គ្នាហើយយកវិញសារព័ត៌មានថៃបានធ្វើការចុះផ្សាយថាយកវិញនេះគឺយកថ្ងៃទី9ខែធ្នូឆ្នាំ2025ខាងកម្ពុជានឹងត្រៀមដ្រូនអតិឃាតចំនួន600ដ្រូនថៃកំពុងតែភ័យខ្លាចតក់ស្លុតគ្រប់គ្នាហើយផ្សាយព័ត៌មានជាបន្ទាន់ឲ្យប្រជាជននៅខេត្តសូរិនប្រញាប់ប្រុងប្រៀបកិច្ចខ្លួនជាបន្ទាន់ខ្លាំងអីតាឯងរាល់ដងក្រែងលោកសៀមឯងនឹងពូកែខាងដ្រូននេះកម្ពុជាទៅតែបញ្ចេញដ្រូនអតិឃាតលើកទី1ទេប៉ុន្តែអំណាចនិងសមត្ថភាពនៃការវាយលុកពិតជាសាហាវអស្ចារ្យប៉ុន្តែសូមបញ្ជាក់បន្តិចណាយោធារបស់កម្ពុជាបើទោះបីជាប្រើដ្រូនអតិឃាតមែនប៉ុន្តែមិនធ្វើទង្វើថោកទាបទម្លាក់គ្រាប់ចំផ្ទះប្រជាពលរដ្ឋដូចអ្នកឯងទេអ្នកឯងថោកទាបខ្លាំងណាស់សូម្បីតែរថយន្តស៊ីវិលរបស់ប្រជាជនទៅដឹកប្រជាជនដែលជំនះចេញពីតំបន់ក្រហមក៏អ្នកឯងបំផ្លិចបំផ្លាញដោយដ្រូនដែររហូតស្លាប់បាត់បង់អាយុជីវិតប្រជាជនស៊ីវិលថែមទៀតផងតែកម្ពុជាចាត់ការតែលើមូលដ្ឋានទ័ពរបស់អ្នកឯងទេជាក់ស្ដែងការរសៀលថ្ងៃទី9ខែធ្នូឆ្នាំ2025ម្សិលមិញនេះអំណាចនៃដ្រូនអតិឃាតកម្មវិការរបស់កម្ពុជាបានផ្ដាច់យោធារបស់សៀមជាច្រើនអ្នកជាពិសេសគឺជាទាហានមកពីកងរក្សាតូចវិស្វកម្មទី1កងឆ្មាំព្រះមហាក្សត្ររបស់ប្រទេសសៀមទៀតផងអញ្ចឹងគឺថាលទ្ធផលនៃការប្រើប្រាស់ដ្រូនអតិឃាតរបស់កម្ពុជាពិតជាចំគោលដៅល្អណាស់សូមបងប្អូនជនរួមជាតិអបអរសាទរនៅយុទ្ធោបករណ៍បច្ចេកវិទ្យាថ្មីរបស់យោធាកម្ពុជាផងយោធាកម្ពុជាពិតជាមានសមត្ថភាពខ្ពស់ណាស់កន្លងមកកម្ពុជាទ្រាំណាស់បងប្អូនលើសពីដែនកំណត់ទៅហើយលើកនេះឲ្យតែអ្នកឯងហ៊ានអើតក្បាលមកក្បាលអ្នកឯងអត់បានប៉ានដៃទេអ្នកឯងអត់អាចលើកលានដ្ឋានយកមកជាមួយទេដោយសម្ដេចពុកលោកមានប្រសាសន៍រួចមកហើយដល់ដំណាក់កាលបង្ក្រាបពួកចោលហើយអញ្ចឹងសរុបហេតុការណ៍ម្សិលមិញនេះខ្មែរយើងទទួលជ័យជំនះច្រើនណាស់បងប្អូនភ្នំទ្របភ្នំ500ផ្ទះក្រហមប្រាសាទតាក្របីរួមជាមួយនឹងទីតាំងកន្លែងសំខាន់ផ្សេងទៀតកម្ពុជាយើងគ្រប់គ្រងបានទាំងអស់ BM21 សំតែងរឹតបាញ់បំបីក្បាលពួកសៀមរត់រត់តែប្រាស់អាយុតែងសាកសពពួកវាត្រឡប់ទៅវិញសឹងតែម្ដងកូនខ្មែរម្នាក់នេះសូមអបអរសាទរនៅភាពអង្អាចក្លាហានជំនាញបច្ចេកទេសពិតប្រាកដនិងភាពជោគជ័យដ៏មហិមារបស់យោធាកម្ពុជាលើកនេះទាហានកម្ពុជាពិតជាខ្លាំងក្លាមែនយុទ្ធសាស្ត្រដឹកនាំយោធារបស់សម្ដេចនិងមេទ័ពកម្ពុជាពិតជាអស្ចារ្យណាស់បងប្អូនលោកស្រីប្រិយមិត្តជនរួមជាតិជាទីស្នេហានារាត្រីយប់វិញនេះគឺយប់ថ្ងៃទី9ខែធ្នូឆ្នាំ2025កងទ័ពសៀមវាបានប្រឹងវាយសន្ធប់ខ្លាំងណាស់បងប្អូនវាប្រើយន្តហោះ F16 ផងយោធាថ្មើរជើងផងនិងកាំភ្លើងធប់គ្រប់ប្រភេទប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយោធាកម្ពុជាយើងបានឈរជើងយ៉ាងរឹងមាំការពារលេនដ្ឋានយោធាថៃមិនទាន់បានគ្រប់គ្រងតំបន់ណាមួយនៃទឹកដីរបស់កម្ពុជាបានឡើយសូមបងប្អូនប្រជាជនជ្រាបជាពលរដ្ឋ